សូមជម្រាបសួរលោកគ្រូនិងលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកសង្ខេបពីមេរៀនទី4ដែលគេនិយាយអំពីគោលការណ៍នៃការវាយតម្លៃប្រកបដោយប្រសិទ្ធភាពអញ្ចឹងយើងដឹងហើយថាការបង្រៀនបើសិនជាអត់មានការវាយតម្លៃទេគឺការបង្រៀនរបស់យើងនឹងអាចទៅរួចបានដែរប៉ុន្តែគ្រាន់តែថាអត់មានការអភិវឌ្ឍជាងហ្នឹងអញ្ចឹងគឺការវាយតម្លៃនៅក្នុងការសិក្សាឬក៏ការបង្រៀនគឺពិតជាមានសារៈសំខាន់អញ្ចឹងខ្ញុំនឹងទៅនិយាយតែពីចំណុចដែលក្នុងមេរៀនហ្នឹងដែលខ្ញុំគិតថាវាសំខាន់អញ្ចឹងក្នុងហ្នឹងគឺលោកគ្រូដាក់មក7ចំណុចហើយចំណុចទី1គឺគេនិយាយអំពីលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់ហើយនឹងសមស្របអញ្ចឹងក្នុងនឹងដែរយើងតម្រូវឲ្យមានការកំណត់គោលដៅសិក្សាជាក់លាក់ហើយនឹងសមស្របទៅនឹងកម្រិតសិក្សារបស់សិស្សដែរជាមួយនឹងពេលវេលាដើម្បីធានាបានថាការវាយតម្លៃវងវែងនឹងត្រូវត្រឹមត្រូវនៅអ្វីដែលយើងចង់ឲ្យសិស្សចេះហើយនឹងយល់ឬក៏អាចធ្វើបានបន្ទាប់ពីរៀនចប់នៃមេរៀនហ្នឹងអញ្ចឹងឧទាហរណ៍ថាបង្រៀននៅគណិតវិទ្យាថ្នាក់ទី5មេរៀនចំនួនអញ្ចឹងទៅអញ្ចឹងគោលបំណងរបស់យើងគឺចង់ឲ្យសិស្សចេះអានលេខតាមខ្ទង់ហើយនិងតាមថ្នាក់អញ្ចឹងបន្ទាប់ពីការសិក្សាហ្នឹងយើងអាចជាធ្វើតេស្តគាត់តេស្តតមាត់ឬក៏ជា multiple choice អីជាដើមឲ្យគាត់ជ្រើសរើសនៅចម្លើយត្រឹមត្រូវដើម្បីធានាបានថាតើការបង្រៀនរបស់យើង1ម៉ោងហ្នឹងវាសមស្របទៅនឹងគោលបំណងដែលយើងចង់ឲ្យសិស្សចេះអត់ព្រោះគោលបំណងដែលយើងចង់ឲ្យសិស្សចេះគឺចេះអានលេខតាមខ្ទង់ហើយនិងតាមថ្នាក់ទី2ទៀតគឺការបន្ស៊ីគ្នារវាងវិធីសាស្ត្រវាយតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងអញ្ចឹងយើងត្រូវធានាបានថាតើវិធីសាស្ត្រដែលយើងវាយតម្លៃយកមកជ្រើសរើសនេះឧទាហរណ៍ដូចជាសួរសំណួរផ្ទាល់មាត់មិនអញ្ចឹងឬក៏ការធ្វើតេស្តការដាក់ប្រឡងអីផ្សេងឲ្យគាត់យើងត្រូវប្រកាសចិត្តថាតើវាមានភាពស៊ីសង្វាក់គ្នាហើយនឹងសមស្របជាមួយនឹងលទ្ធផលសិក្សារបស់សិស្សដែលកំណត់ទុកជាមុននឹងបានអត់ហើយទី3គឺសុពលភាពអញ្ចឹងសុពលភាពណាគឺសំដៅទៅលើកម្រិតដែលការវាយតម្លៃនឹងអាចវាស់វែងបានត្រឹមត្រូវនៅអ្វីដែលយើងមានបំណងចង់វាស់វែងអញ្ចឹងឧទាហរណ៍ថាការធ្វើតេស្តគណិតវិទ្យាអញ្ចឹងទៅគឺយើងវាស់ទៅលើសមត្ថភាពការគិតការគណនារបស់គាត់មិនមែនយើងរៀនពីគណិតវិទ្យាយើងបង្រៀនពីគណិតវិទ្យាប៉ុន្តែនៅពេលដែលយើងទៅវាស់ស្ទង់សមត្ថភាពវាយតម្លៃរបស់គាត់យើងទៅធ្វើអំពីការតេស្តការអានអំណានឬក៏ការអានអត្ថបទឬក៏សរសេរតាមអានអីផ្សេងអាហ្នឹងគឺវាមិនត្រូវជាមួយវាមិនសមស្របជាមួយនឹងមេរៀនរបស់យើងទេព្រោះយើងបង្រៀនគណិតវិទ្យាប៉ុន្តែយើងទៅធ្វើការតេស្តឬក៏ប្រឡងគាត់ទៅលើផ្នែកអំណានវិញអញ្ចឹងវាមិនតាក់ទងគ្នាជាមួយនឹងគោលបំណងដែលយើងបានកំណត់ទុកមុនទេហើយទី3ទៀតគឺសុពលភាពអញ្ចឹងសុពលភាពសំទោសគឺទី4ភាពជឿជាក់អញ្ចឹងភាពជឿជាក់ហ្នឹងគឺសំដៅទៅលើភាពថិតថេរនៃការវាយតម្លៃរបស់យើងហ្នឹងបើសិនបើការវាយតម្លៃរបស់យើងត្រូវបានធ្វើឡើងម្ដងជា2ដងហើយឬក៏3ដងចុះយ៉ាងតិចហើយលទ្ធផលហ្នឹងវាគួរតែមានលក្ខណៈម៉េចគឺលទ្ធផលគួរតែមានលក្ខណៈប្រហែលគ្នាដើម្បីធានាបានថាតើអ្វីដែលយើងបានបង្រៀនគាត់ហ្នឹងគាត់យល់បានកម្រិតណាអញ្ចឹងឧទាហរណ៍ថាដាក់លេខគុណឲ្យគាត់អញ្ចឹងទៅនៅពេលដែលគាត់ដាក់លេខគុណលេខ4ខ្ទង់ហើយនិងលេខ3ខ្ទង់អញ្ចឹងនៅពេលដែលគាត់សាកល្បងធ្វើលើកទី1គាត់ឃើញចម្លើយ10000គុតអញ្ចឹងទៅពេលធ្វើតេស្តលើកទី2គាត់ឃើញចម្លើយ10000គុតទៀតលើកទី3នៅតែឃើញចម្លើយដូចលើកទី1និងលើកទី2ដដែលអញ្ចឹងយើងអានេះគឺជាភាពជឿជាក់ថាអញ្ចឹងការបង្រៀនរបស់យើងនិងវិធីសាស្ត្ររបស់យើងគឺ
ពិតជាមានប្រសិទ្ធភាពព្រោះអីការធ្វើចម្លើយរបស់គាត់ទាំង3លើកហ្នឹងគឺដូចគ្នាតទៀតគឺនិយាយអំពីសុក្រិតភាពអញ្ចឹងក្នុងការវិតម្លៃគោលការណ៍វិតម្លៃគឺសុក្រិតភាពក៏មានសារៈសំខាន់ដែរអញ្ចឹងគឺសុក្រិតភាពនេះគឺទាមទារឲ្យយើងការវិតម្លៃនឹងផ្ដល់ឱកាសដល់សិស្សស្មើគ្នាគ្រប់ស្រទាប់វណ្ណៈទាំងអស់ដោយមិនមានការរើសអើងឬក៏លំអៀងទៅលើកត្តាផ្សេងមួយចំនួនឧទាហរណ៍កត្តាផ្ទាល់ខ្លួនឧទាហរណ៍ថាកត្តាផ្ទាល់ខ្លួនហ្នឹងដូចថាពីមុនធ្លាប់ខឹងសិស្សអីអញ្ចឹងមិនចូលចិត្តគាត់អញ្ចឹងដល់ពេលធ្វើការវិតម្លៃទៅយកអាកត្តាផ្ទាល់ខ្លួនហ្នឹងមកវិតម្លៃចូលនៅក្នុងហ្នឹងអញ្ចឹងគឺវាអត់ត្រឹមត្រូវទេអញ្ចឹងវិតម្លៃទៅលើសមត្ថភាពរបស់គាត់មិនមែនពីមុនធ្លាប់ខឹងគាត់និយាយគាត់អត់ស្ដាប់អត់អីយកមកពាក់ព័ន្ធជាមួយនឹងការវិតម្លៃដែរគឺអត់ត្រឹមត្រូវទេមួយទៀតគឺការរើសអើងទៅលើសិស្សខ្លាំងសិស្សខ្សោយហើយនិងសិស្សមធ្យមអញ្ចឹងទៅមិនមែនអាងតែគាត់អត់ចេះអត់ខ្វល់អត់រវីរវល់ជាមួយគាត់ទៅយកចិត្តទុកដាក់តែជាមួយសិស្សចេះអញ្ចឹងប្រកបណាស់ការបង្រៀនហើយនិងការរៀនគឺអត់មានប្រសិទ្ធភាពទេហើយមួយទៀតគឺការវិតម្លៃទៅលើពូជសាសន៍ឬក៏វប្បធម៌ផ្សេងអញ្ចឹងយើងដឹងហើយថាឧទាហរណ៍ជាក់ស្ដែងដូចឥឡូវប្រទេសយើងកំពុងតែមានសង្គ្រាមអញ្ចឹងគាត់ជាមានសិស្សដែលគាត់ភៀសសឹកហ្នឹងមករៀនខ្លះមានអ្នកជាប់ព្រំដែនអីចឹងទៅឬក៏ថ្នាក់យើងខ្លះមានជនជាតិភាគតិចសិស្សដែលជាជនជាតិភាគតិចហ្នឹងគាត់មករៀនចឹងទៅក្នុងនាមយើងជាគ្រូយើងមិនអាចទៅប្រកាន់នៅលើពូជសាសន៍ឬក៏វប្បធម៌ពណ៌សម្បុរគាត់ទេអញ្ចឹងត្រូវផ្ដល់សារៈសំខាន់ទៅដល់ពួកគាត់ទាំងអស់គ្នាមិនថាពួកគាត់រៀនចេះឬក៏មិនចេះមិនថាពួកគាត់មកពីខេត្តណាមកពីប្រទេសណាហើយមានរូបរាងអាក្រក់ល្អមិនអញ្ចឹងយើងមិនគួរវាតម្លៃទៅលើកត្តាទាំងអស់ហ្នឹងទេយើងត្រូវផ្ដល់សិទ្ធិស្មើគ្នានិងភាពយុត្តិធម៌និយាយទៅគឺមិនលំអៀងទៅលើសិស្សណាម្នាក់មួយទៀតគឺផលវិបាកវិជ្ជមានអញ្ចឹងយើងដឹងហើយថាការវិតម្លៃគឺប្រកបណាស់ជាមានផលប៉ះពាល់ផលវិជ្ជមានទៅលើការបង្រៀនហើយនិងការរៀនសូត្ររបស់យើងអញ្ចឹងក្នុងនោះដែរយើងទាមទារឲ្យការវិតម្លៃរបស់យើងនឹងគួរតែធ្វើឲ្យមានផលវិជ្ជមានចំពោះការរៀនដូចជាទី1គឺបើសិនជាសិស្សនឹងគាត់ខ្សោយយើងត្រូវជំរុញឲ្យសិស្សព្យាយាមឬក៏ផ្ដល់ជាមតិកែលម្អដល់គាត់ហើយឧទាហរណ៍ថាដូចថាគាត់ខ្សោយខ្លាំងក្នុងការគិតលេខអញ្ចឹងមិនត្រូវជំរុញឲ្យគាត់ប្រើប្រាស់ទៅលើឧទាហរណ៍កាស show ឬក៏ម៉ាស៊ីនគិតលេខអីផ្សេងអញ្ចឹងត្រូវលើកទឹកចិត្តគាត់ឲ្យគាត់ខំរៀននៅផ្ទះបន្ថែមឧទាហរណ៍ដូចការតេស្តបែបធ្វើបទបង្ហាញអីភ្លាមអញ្ចឹងនៅពេលដែលគាត់មានចំណុចខ្វះខាតយើងត្រូវផ្ដល់ជាមតិកែលម្អឬក៏ជាហៅថា feedback ផ្ញើទៅកែលម្អគាត់ភ្លាមមួយទៀតគឺការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹងការអនុវត្តនិងប្រសិទ្ធភាពនឹងដែរគឺសំដៅទៅលើការចេះពិចារណាលើលទ្ធភាពនៃការអនុវត្តជាក់ស្ដែងដូចជាពេលវេលាធនធានការចំណាយនៅក្នុងការរៀបចំនិងការធ្វើការវាយតម្លៃហ្នឹងយើងគួរតែគិតគូរពីទី1ពេលវេលាតែយើងមានពេលវេលាគ្រប់គ្រាន់អត់សម្រាប់ធ្វើការវាយតម្លៃមួយហ្នឹងហើយធនធានតើត្រូវការអ្វីខ្លះនៅក្នុងការវាយតម្លៃហ្នឹងមួយទៀតការចំណាយត្រូវប្រកាសថាមិនធ្វើឲ្យវាហួសព្រំដែនពេកយើងត្រូវធ្វើឲ្យវាមានសមតុល្យមួយទៀតគឺការរៀបចំនឹងដែរការរៀបចំមិនប្រកបទៅដោយប្រសិទ្ធភាពតែធ្វើបានមិនមែនចេះតែធ្វើទៅលុំឲ្យតែរួច
គ្រប់កាច់ទេហើយមួយទៀតក៏ត្រូវគិតគូរពីភាពងាយស្រួលនៅក្នុងការដាក់បន្ទុកដែរអញ្ចឹងយើងត្រូវរកវិធីសាស្ត្រមួយណាក្នុងការវិតម្លៃដើម្បីឲ្យយើងខ្លួនឯងមានភាពងាយស្រួលចំណេញពេលវេលាហើយនឹងបូកផ្សំជាមួយនឹងការបកស្រាយលទ្ធផលផងដែរអញ្ចឹងសម្រាប់ខ្ញុំគឺការសង្ខេបមេរៀនទី4គឺមានតែប៉ុណ្ណឹងអញ្ចឹងសូមអរគុណលោកគ្រូនិងលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នា